បាទជំរាបសួរបងប្អូនអ្នកតាមដានបាក់សីកន្លងប៉ុស្តិ៍មកដល់ត្រង់លោកច័ន្ទធឿនមួយសារទៀតហើយចៅខាងព្រីច័ន្ទធឿនបងប្អូនឃើញមន់ផ្លែកមកទៀតហើយមន់ច្រើនមែនទេជួបមួយលោកច័ន្ទធឿនលោកច័ន្ទធឿនជីកាត់មកលើកហ្នឹងថាមិនចូលបែរឃើញមន់ច្រើនពេកចូលសួរហ្មងមន់ចូលទៀតហើយផ្លែដល់ចឹងមែនហើយបងឯងមិនដឹងបងយកចូលយកមកជើងមុនឃើញមន់ផ្សេងឥឡូវមកផ្សេងទៀតហើយតែយកមកដល់ជាង40មន់វ៉ាវមកច្រើនមែនទីផ្សារល្អមែនមិនយកមកច្រើនទេយកមកបងប្អូននេះគេជួយយកអស់ហើយសូម្បីតែចូលឆ្នាំបងប្អូននេះដល់សម្រាប់ហ្នឹងគាត់ឲ្យរមន់ឲ្យគាត់ដាក់ស្នាយគេទេមិនអញ្ចឹងមិនបាច់ទេអូនមកខែនាំចូលមកប្រហែលដងលោកចាំទៅបិទប្រាក់ថងនេះហ្នឹងខែហ្នឹង3ដងគត់វ៉ាវខ្ញុំបាយប្រាប់មុនហ្នឹងថា40គ្រាប់អញ្ចឹងមួយខែនាំចូល3ដងខ្ញុំចូល100ជាងគ្រាប់អីអត់ទេខែល្បាក់100ជើងនេះយកច្រើនអញ្ចឹងយកច្រើនហើយប៉ុន្តែពីជើងមុនមកល្បាក់100គ្រាប់ចុះ100គ្រាប់មិនតិចទេណាទីផ្សារបាក់សីប្រយុទ្ធនាំចូលចង់ដឹងតិចស្អៀតក៏ទលាយហ្នឹងហើយបងប្អូនយើងខ្ញុំដឹងសម្រាប់ខ្ញុំនៅទលាយឡើយនៅអាចយើងវាយឆ្លៀតបានទេណាហេតុអីបាននៅទលាយសម្រាប់លោកគណៈដែលអ្នកនៅខ្ញុំនៅតែមានបងប្អូនយើងគ្រប់ត្រឥឡូវរៀបចំដាក់ទេកាត់ដាក់4កេសទៅទៀតហើយអូនៅខាងក្រោយនោះមានកាត់ដាក់4កេសទៅទៀតហើយបើនិយាយថាពេលខ្លះទៅអត់ខុសក៏លក់ដាច់ដូចម្សិលមិញបងម៉ួយពីស្ពឺមកទៅមកអត់5មុនមកដល់ចាប់3គ្រាប់ទៅបាត់ទៀតនិយាយចឹងគេថាអួតទេហ្នឹងអីមិនធឿនអួតថៃយើងទីផ្សារនេះយើងអត់ត្រូវអួតទេយើងត្រូវការភាពពិតប្រាកដបាទគុណភាពហើយគេអត់មានយកការសម្ដែងទេគេយករឿងពិតមកបាទហើយសម្ដែងមិនកើតឥឡូវតែយកទៅដាក់ម៉ាងខ្ពូកអ្នកណាមកគ្រប់គ្រងយើងទៀតមិនបាច់ទៅទិញទេតែឲ្យគេទៀតយកផងលោកចន្ទឿនតាក់ទងជាមួយនឹងគុណភាពឃើញថាខ្ញុំមើលនៅនេះផែនស្អាតៗមកលោកចន្ទឿនមូលហេតុអីបានជាលោកទៅរើសមន់ពីវៀតណាមហើយបានមន់ផែនស្អាតអញ្ចឹងមានលក្ខណៈពិសេសត្រង់ណាមួយមែនលក្ខណៈពិសេសទី1គឺយើងហ៊ានទិញមន់ថ្លៃបាទយើងហ៊ានទិញមន់ថ្លៃមួយទៀតយើងមានទេពកោសល្យកែរើសបាទទេពកោសល្យក្នុងការបកែរើសទៀតបាទយើងដឹងភ្ញៀវយើងស្រឡាញ់អីបាទបើយើងដឹងថាគាត់ស្រឡាញ់ផែនក្តោបផាក្រាហើយតែយើងទៅយកផែនឯផ្សេងមិនត្រូវយល់បាទឥឡូវនេះដូចគាត់ស្រឡាញ់ផែនចឹងនេះដូចអានេះអីគីឡូ31 32ចូលដៃទុនល្មើយដូចដោះកមុំចឹងហ្នឹងមិនគាត់មិនស្រឡាញ់មើលទៅមិនធ្ងន់ហ្នឹងណាពីចូលដៃ31 32អានេះអែមចូលដៃអែមមែនទេហេតុអីបានជាគេនៅតែជឿទុកចិត្តទៅលើគុណភាពបាក់សីនាំចូលច្រើនអញ្ចឹងលោកចន្ទធឿនខណៈដែលយើងដឹងថាបច្ចុប្បន្នមានការប្រកាសច្រើនគុណភាពបាក់សីប្រយុទ្ធក្នុងស្រុកយើងក៏មិនជាណយប្រហែលហើយបងសួរយ៉ាងម្យ៉ាងដែរប៉ុន្តែបងឆ្លើយនេះបងឆ្លើយនិយាយដោយត្រង់ឲ្យមិនប៉ះពីណាទេបាទដោយសារតែបងក៏ជាអ្នកប្រកាសបាទមានកូនប្រកាសទាស់ខ្លួនដែរបាទទី1គឺផែនហើយមន់វៀតណាមកំងគីឡូបានអូនឯងចង់យក46 48 4គីឡូក៏បានដែរតែកូនប្រកាសយើងភាគច្រើនយើងស្ទើរគីឡូបើយើងបានគីឡូធំមកស្ទើររូបដែរយល់ហើយជំរឿសច្រើនទៀតហើយមួយទៀតបើនិយាយថាបើមន់យួននិយាយថាពាក្យថាមន់យួនមួយទោះបីយើងប្រកាសក៏យើងមិនទាន់ដល់វៀតណាមដែរបាទហើយវៀតណាមទី1ជំរឿសវាច្រើនណាស់ជំរឿសកាប់ឋានច្រើនបាទតែខ្ញុំធ្លាប់ឮគេថាកសិដ្ឋាននៅវៀតណាមច្រើនតែមានធំដូចយើងទេណាអត់ទេធំជាងយើងធំជាងអញ្ចឹងបាទចាំមើលឥឡូវមើលចង់ដឹងខ្ញុំភ្ជាប់ដាក់ក្នុងវីដេអូឲ្យបងឲ្យមើលបងប្អូនទស្សនាអត់មានផ្ញើមកដាក់ចូលភ្លាមមានអីតាក់ទងជាមួយនឹងមន់នាំចូលពីវៀតណាមអានេះខ្ញុំនិយាយមិនមែនជាការលើកតម្កើងថាជាកញ្ចក់មើលក្នុងការឆ្លងនេះឥឡូវបងដៃមើលនេះបន្ថែមទៀត34នេះ34បាទបងប្អូននេះមិនមែនជាការលើកតម្កើងបាក់សីវៀតណាមចូលពីវៀតណាមហើយប្រអប់កូនប្រកាន់ទេណាបញ្ជាក់ឡើងវិញយើងគ្រាន់តែធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងមួយឲ្យបងប្អូនយើងជាពិសេសអ្នកប្រកាន់គាត់ផ្ដោតសំខាន់ទៀតអញ្ចឹងទី1គីឡូទី2ផែនទី3ក្បាច់អញ្ចឹងបើមាន3ហ្នឹងទន្ទឹមគ្នាចេះបងនិយាយមួយហើយ
ប្រកាសបងប្អូនយើងនឹងគាត់ស្ដាប់បានទាំងអស់គ្នា បាទ ពាក្យថារ៉ូស៊ីយើងកូនប្រកាសគឺយើងត្រូវលក់ដែរយើងមានហើយ បាទ ប៉ុន្តែបើគាត់អត់ត្រូវកូនប្រកាសក៏ត្រូវការមន់កំបងយើងក៏ត្រូវការមានដើម្បីបំពេញទីផ្សារដែរ បាទ បាទយើងមិនមែនថាគាត់មកត្រូវការហើយយើងទៅបដិសេធមិនយើងអ្នករ៉ូស៊ីហ្នឹង យល់ អ្វីក៏ដោយឲ្យតែយើងមានហើយយើងអាចទៅរកឲ្យគាត់បានយើងដាក់ទៅ ណាចង់បានសកាល្អដល់សកាល្អ បាននេះអានេះ34បងប្អូនហើយមើលខ្នងខ្ញុំឲ្យមើលនេះ យល់បងប្អូនលោកកន្ធានមែនតើទៅលោកនិយាយអំពីនៅវៀតណាមមន់ដែលលោកអាចរើមកបានច្រើនដោយសារតែមានកសិដ្ឋានប្រកាសច្រើនហើយគេអាចបំពេញតាមតម្រូវការយើងទាំងអស់សម្រាប់អ្នកប្រកាសមន់ក្នុងស្រុកវិញគាត់គួរចាប់យកចំណុចសំខាន់ណាខ្លះដែរដើម្បីពង្រឹងគុណភាពកូនប្រកាសក្នុងស្រុកជាក់ស្ដែងដូចជាគីឡូដូចជាក្បាច់គុណដូចជារូបផែនសម្បត្តិអីជាដើមហ្នឹងបង្កើនទៅជាជំរឿសសម្រាប់អតិថិជន វៀតណាមលក្ខណៈឡើយខ្ញុំនិយាយថាពីវៀតណាមសិន បាទ បងឯងក៏បានសួរដែរថាលក្ខណៈអ្វីខ្លះដែលគេធ្វើបានល្អជាងយើង បាទ យើងគិតតែរឿងមួយទៅបានកម្លាំងពលកម្មក៏ធូរចំណៃគឺធូរជាងយើងទាំងអស់ យល់ ហើយទីផ្សារវៀតណាមយើងនិយាយចំថាអ្នកដែលចង់បានមន់ល្អគឺបុកទៅវៀតណាមហើយ បាទ ព្រោះមន់ដែលលេងលុយមន់ល្អដែលត្រូវការຂະຫນាតធំគឺមានតែមន់យួនទេ បាទអាហ្នឹងសម្រាប់តែឆ្លាញ់មន់យួនណា បាទ អាអ្នកឆ្លាញ់ជុំផនគាត់ដោតទៅជុំផនទៅថៃទៅអីទៀតទៅ បាទ អ្នកឆ្លាញ់មន់ក្រៅប្រទេសគាត់ដោតទៅក្រៅទៀតទៅ បាទ ប៉ុន្តែបើសម្រាប់មន់យួនយើងប្រកាសគឺវៀតណាមគេ fail បានជាងយើង បាទ និយាយចំទី1ពូជគេស្រួលរកជាងយើង យល់ ទី2ចំណៃ បាទ ហើយទី3នៅវៀតណាមបើទឹកដីបានជាវិញត្រជាក់ណាបងប្អូន អូ សឹងថាមិនឥឡូវយើងខែប្រាំងនេះមិនសឹងថាគេមិនដឹងថាខែប្រាំងហ្នឹងត្រជាក់មិនលុបហើយគេចាំមន់មានអីខ្លាំងជាងមិនលុបបងត្រជាក់យើងចាំបានហើយ យល់នេះគឺជាចំណុចពិសេសរបស់គេចុចចំណុចណាមួយដែលយើងគួរកែលម្អបន្ថែមទៀតសម្រាប់អ្នកប្រកាសមន់ក្នុងស្រុក ទី1គឺផ្ដោតទៅលើគុណភាព បាទដូចថាអ្នកខ្លះគាត់មានលុយ$500 បាទ គាត់$500គាត់អត់ចង់ប្រកាសបានសបុកទេ យល់ គាត់ចង់បាន4សបុកអញ្ចឹងគាត់ចង់តែទិញតាបាមួយ30 40 50រៀលហើយនឹងមេមួយ25 30រៀលគាត់ធ្វើម៉េចគាត់បានចង់បានឲ្យច្រើន បាទ ហើយគាត់អត់ចង់បានកាលណាយើងចង់បានអញ្ចឹងច្រើនវាគុណភាពវាធ្លាក់ យល់ អញ្ចឹងថាទី1យើងប្រកាសតិចច្រើនសំខាន់ផ្ដោតលើគុណភាពទៅអត់សារទេ យល់ ហើយតែយកទៅឈ្នះគឺមករកឯងបាទលើកហ្នឹងយើងលក់100 បាទ កូនប្រកាសយើងប៉ុន្តែបើយកទៅឈ្នះយើងសុំគាត់តិចតួចទៀតក៏គាត់មិនកំណាញ់ដែរដោយសារគាត់បានឈ្នះបានអីដែរ អាចប្រៀបធៀបបន្តិចបានទេលោកចន្ទធឿនតាក់ទងជាមួយគុណភាពកូនប្រកាសរបស់យើងនៅពេលបច្ចុប្បន្នណាបើធៀបមួយ10ឆ្នាំមុនខុសគ្នាខ្លះហើយនេះគុណភាពកូនប្រកាសរបស់យើងល្អជាងមុនច្រើនណាស់ អេកូនប្រកាសយើងគុណភាពខ្ញុំអត់ទាន់និយាយរឿងឈ្នះចាញ់ទេ បាទ ខ្ញុំនិយាយមិញហ្នឹងផ្ដោតតែលើផែនលើរូបយើងចាញ់គេ បាទ ប៉ុន្តែគុណភាពយើងអត់មានទាន់ថាយើងចាញ់គេរឿងវាយរឿងឈ្នះចាញ់ទេមន់យើងឥឡូវនេះបើប៉ះត្រង់ណាគេប្រកាសខ្លាំងក៏ខ្លាំងណាស់ដែរ បាទ អត់ចាញ់មន់វៀតណាមទេរឿងឈ្នះចាញ់ប៉ុន្តែបើរូបគីឡូខ្ញុំជឿថាចាញ់ហើយ យល់ កូនប្រកាសយើងឥឡូវល្អច្រើន ល្អច្រើនគុណភាពល្អច្រើនគាត់ថាអ្វីដែលយើងគួរផ្ដោតសំខាន់គឺពង្រឹងទៅលើគីឡូ គុណភាព ផែនគុណភាព បាទ វាយឲ្យបានប៉ុនគេ ពូជមន់នេះយើងធ្វើយ៉ាងតួឯងអត់បានទេ យល់ តួឯងមិនបានមិនមន់ទៅតាមសម័យកាល អូ ពេលមុនយើងមន់ក៏គេរកតែមន់ចេះជុលចូលទៅក្នុងអឹបវាយស្មាខ្នង បាទ ឥឡូវនេះបើយើងអឹបវាយស្មាខ្នងណា បាទ តើអត់រួចទៀត អញ្ចឹង តោះចេះជើងទៅទេចេះអីទៀត ដល់ចេះជើងទៅទេទៀតមួយចំនួនចុងក្រោយលោកចន្ទធឿននាំមន់ចូលនៅក្នុងកលៈទេសៈបច្ចុប្បន្ន100ក្បាលក្នុងមួយខែអាចក្រោមនឹងតិចតួចក្នុងមួយខែគឺច្រើនតែអីដែលធ្វើឲ្យលោកឈរជើងបានរហូតដល់សប្តាហ៍ថ្ងៃដែលនាំមន់ចូលបានច្រើនឈរជើងបានជាង10ឆ្នាំនេះសុំខ្លីបាទ ឈរជើងមកបាននេះវាចេះមានបងប្អូនយើងគ្រប់គ្រង បាទ បងប្អូនយើងគ្រប់គ្រងហើយក៏អរគុណសម្រាប់ការគ្រប់គ្រង
ហើយមែនតែឈ្នះទាំងអស់ទេមានឈ្នះមានចាញ់តែធ្វើម៉េចយើងនឹងលក់ដូរទៅសំដីយើងដៅយើងហ្នឹងក៏ភ្ញៀវគាត់ចាញ់គាត់អស់ចិត្តឈ្នះទៅគាត់សុបាយចិត្តហើយមួយទៀតយើងក៏ដឹងខ្លួនឯងថាមាត់របស់យើងយកមកគឺសម្បត្តិមាត់មានគុណភាពដែរយល់បាទអូខេអរគុណច្រើនលោកចន្ទធឿនគុណ